បញ្ហាប្រឈមដែលអាចធ្វើម៉ូតូជាណូស៊ូ24លាន់និងខូចដោះម៉ាស៊ីនបើនិយាយពីមញងបំប្រេងដុកទ័រម៉ូតូមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការបង្ហាញទៅការអតិថិជនថាមិនមែនតែម៉ូតូអូតូ 160cc នោះទេដែលមានបញ្ហាសឹកមញងបំប្រេងសូម្បីម៉ូតូជាណូនេះក៏មានបញ្ហាសឹកមញងបំប្រេងដូចគ្នាជាក់ស្ដែងជាណូក្រហមប្រើប្រាស់បានជាង 10000 គីឡូចាប់ផ្ដើមលាន់សម្លេងបដូរផ្លៃតិចតិចមិនចាំម៉ូតូសង្ស័យហើយនឹងបានមើលវីដេអូពីហាត់អត់ម៉ូតូទៅផងក៏សម្រេចចិត្តមកឆែកមើលមញងបំប្រេងដោះខ្វាច់ឆែកមើលឆែកឃើញតែមញងពណ៌សដូចបំណងមែនសឹកខ្លាំងគួរសមដែរមញងនេះបើមិនចាំម៉ូតូបន្តប្រើតែបន្តិចទៀតអាចនឹងរះដាច់តែម្ដងអញ្ចឹងការពារកុំឲ្យធ្ងន់ធ្ងរខ្លាំងពេកបងប្អូនប្រើប្រាស់ម៉ូតូជាណូក៏ដោយម៉ូតូអូតូ 160cc ក៏ដោយបន្ទាប់ពីការប្រើប្រាស់ម៉ូតូថ្មីក្រោយ 10000 គីឡូក៏បីឆែកមើលឲ្យដឹងច្បាស់អំពីពណ៌មញងបំប្រេងបើសិនបងប្អូនច្បាស់ថាពណ៌ខ្មៅហើយមិនបាច់ដោះឆែកទេប៉ុន្តែបើមិនទាន់ច្បាស់ទេគួរតែឆែកមើលសិនព្រោះបញ្ហារបស់មញងបំប្រេងនេះគឺអាចធ្វើម៉ូតូរបស់លោកអ្នកខូចដល់ម៉ាស៊ីនតែម្ដងហើយសម្រាប់បងប្អូនដែលចង់ឆែកមើលមញងបំប្រេងមិនថាម៉ូតូអូតូ 160cc ឬក៏ម៉ូតូជាណូលោកអ្នកអាចមកទទួលសេវាកម្មនៅហាងដុកទ័រម៉ូតូបានសម្រាប់ការកម្មង់គ្រឿងរបស់ម៉ូតូផ្សាយតាមបណ្ដាខេត្តអាចតាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខ Telegram 077 881 981ឬក៏ឆាតមកកាន់ Page ផ្លូវការរបស់ហាងដុកទ័រម៉ូតូដែលបង្ហាញជូនលោកអ្នកលើអេក្រង់នេះ